ជំរាបសួរនិងសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរនាងខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបធ្វើមាន់ដំឡីងខុសស្រីបងប្អូនអញ្ចឹងបន្ទាប់មកគឺយើងត្រូវយកមាន់ហ្នឹងយកទៅលាងទឹកឲ្យស្អាតចាអញ្ចឹងបន្ទាប់ពីយើងលាងទឹកស្អាតហើយយើងចាប់ដើមដាក់ដាំទឹកឲ្យពុះទៅយើងយកមាន់ហ្នឹងទៅស្រុះចំពោះការស្រុះមាន់នេះយើងស្រុះឲ្យរៀងយូរបន្តិចទៅដើម្បីឲ្យវាឆ្អិនល្អហើយចំពោះការស្រុះនេះដែរបងប្អូនអរគ្នាអាចដាក់អំបិលបន្តិចទៅដើម្បីវាកាត់ជាតិឆ្អាបកាត់អីចេញអញ្ចឹងណាចង់យើងស្រុះវាឲ្យមកទុះតិចទៅហើយយើងទុកវាឲ្យពុះហ៎បងប្អូនទុកឲ្យពុះយូរមកទុះទៅចាំយើងស្រង់វាចេញចាឥឡូវយើងឃើញថាវារៀងពីពុះហើយប៉ុន្តែយើងកូរវាឲ្យតិចទៀតទៅដើម្បីឲ្យវាឆ្អិនឲ្យសព្វអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទៀតបន្ទាប់ពីវាពុះមកល្មមហើយបងប្អូនអរគ្នាដួសចេញហើយយើងយកទៅលាងទឹកឲ្យស្អាតណាបងប្អូនចំពោះមាន់នេះគឺយើងលាងទឹកឲ្យស្អាតហើយបន្ទាប់ពីលាងទឹកឲ្យស្អាតហើយយើងត្រូវសម្រាប់វាឲ្យស្រស់ទឹកណាបងប្អូនបន្ទាប់ពីស្រស់វាឲ្យស្រស់ទឹកហើយយើងយកវាដាក់ចានមកដាក់ចានម្លែកមកហើយយើងចាប់ដើមលាយគ្រឿងជួសលាយគ្រឿងនេះយើងប្រឡាក់វាឲ្យឡំនឹងសាច់ណាបងប្អូនអញ្ចឹងយើងប្រឡាក់នេះយើងដាក់តែរ៉ាឌីហើយនឹងស្ករសទេអញ្ចឹងបន្ទាប់ពីយើងដាក់រ៉ាឌីនិងស្ករសហើយយើងចាប់ដើមច្បល់វាឲ្យសព្វតិចទៅបងប្អូនច្បល់វាលើកអាលាក់វាឲ្យសព្វចឹងទៅយើងប្រឡាក់វាបែបហ្នឹងនៅពេលដែលយើងឆាទៅវាមានជាតិប្រៃឡំជាប់សាច់ចឹងណាបងប្អូនតែប៉ុន្តែយើងមានទឹកសហើយប៉ុន្តែយើងប្រឡាក់វាបន្ថែមទៅដើម្បីឲ្យវាចូលជាតិជាមួយសាច់នឹងបន្តតែម្ដងណាអញ្ចឹងយើងអាលាក់វាតិចទៅចាអញ្ចឹងបន្ទាប់ពីយើងលាក់វារៀងមកទទួលហើយយើងឃើញថាវារៀងចូលជាតិសពហើយយើងទុកវាឲ្យចូលជាតិរៀងសពតិចទៅចាំយើងយកមាន់ហ្នឹងយកទៅបំពងណាបងប្អូនចាឥឡូវយើងលាក់លេងតិចទៅយើងទៅដូចជាលេងណាបងប្អូនមិនថាយើងអានេះធ្វើដើម្បីឲ្យវាចូលជាតិគ្នាវាឆាប់ចូលជាតិយើងលាក់វាចឹងទៅហើយបន្ទាប់មកទៀតគឺយើងដាក់ឆ្នាំងឲ្យរៀងក្តៅចាំយើងដាក់ខ្លាញ់ចូលបងប្អូនហើយបន្ទាប់មកគឺយើងត្រូវយកគល់ស្លឹកគ្រៃបងប្អូនគល់ស្លឹកគ្រៃរបស់យើងបន្ទាប់ពីយើងដំហើយយើងពុះវាជា3-4ជំរាកយើងហែកវាទៅហើយយើងយកមកបំពងគល់ស្លឹកគ្រៃនោះយើងយកបំពងឲ្យក្រៀមតិចមកដើម្បីឲ្យវានៅពេលដែលយើងបំពងមាន់ទៅគឺវាឈ្ងុយវាឈ្ងុយមាន់ណាបងប្អូនឈ្ងុយគល់ស្លឹកគ្រៃអញ្ចឹងយើងដាក់បំពងគល់ស្លឹកគ្រៃហ្នឹងឲ្យវារៀងក្រៀមតិចទៅតពីគល់ស្លឹកគ្រៃក្រៀមហើយចាំយើងដាក់សាច់មាន់ចូលដល់យើងចាប់ដើមដាក់សាច់មាន់ចូលហើយយើងដួសគល់ស្លឹកគ្រៃដាក់ចានទៅយើងរៀបចំទុកយើងដាក់រៀបចំដេកចានណាដាក់ពីលើដាក់ពីក្រោមសាច់មាន់យើងទៅចាឥឡូវយើងចាប់ដើមគូសាច់មាន់តិចទៅតាមពិតទៅបំពងនេះបងប្អូនត្រូវដាក់ខ្លាញ់ច្រើនតែខ្ញុំដាក់ប៉ុណ្ណឹងល្មមឲ្យដោយសារសាច់ខ្ញុំរៀងតិចដែរព្រោះខ្ញុំធ្វើនេះអត់ធ្វើច្រើនមែនទេធ្វើញ៉ាំម្នាក់ឯងទេអញ្ចឹងខ្ញុំធ្វើមកល្មមអញ្ចឹងយើងចាប់ដើមគូបំពងឲ្យវាឲ្យស្រួយតិចទៅហើយតោះបន្តិចយើងយកវាទៅសម្រស់ខ្លាញ់ចេញចឹងហើយដល់ពេលដែលយើងត្រូវមកលាយទឹកសោសហើយចំពោះទឹកសោសនេះខ្ញុំដាក់ទឹកត្រីបន្តិចហើយខ្ញុំដាក់ម្រេចចូលម្រេចនេះរៀងចង់ជ្រុលបងប្អូនប៉ុន្តែអត់អីញ៉ាំទៅអត់រៀងដុតខ្លាំងទេអញ្ចឹងហើយយើងដាក់ទឹកប្រេងខ្យងដាក់ស្ករសហើយនឹងម្រេចបងប្អូននិយាយទៅចំពោះទឹកសោសនេះយើងដាក់តែ3មុខហ្នឹងឯងបងប្អូនមានម្រេចមានស្ករសមានម្សៅស៊ុបហើយនឹងទឹកត្រីបន្តិចទៅយកទៅ4មុខបងប្អូន4មុខចឹងយើងដាក់ប៉ុណ្ណឹងទៅយើងលាយវាកូរវាឲ្យវាចូលជាតិចឹងទៅចាមកយើងកូរវាបែបហ្នឹងហើយបន្តមកទៀតចាំយើងដាក់ខ្ទះថ្មីយកខ្ទះថ្មីនេះដើម្បីយកទៅឆាវាបងប្អូនហើយចំពោះខ្ទះហ្នឹងនៅពេលដែលយើងដាក់វាក្តៅយើងដាក់ខ្លាញ់ចូលបងប្អូនបន្ទាប់ពីយើងដាក់ខ្លាញ់ចូលហើយយើងដាក់គល់ស្លឹកគ្រៃដែលយើងហាន់បច្ចិតជាមួយស្លឹកក្រូចហ្នឹងចូលដាក់ឲ្យឆាវាឲ្យឈ្ងុយតិចទៅបងប្អូនចាពេលយើងឆាវារៀងឈ្ងុយមកល្មមហើយចាំយើងដាក់ទឹកសោសរបស់យើងមិញចូលអញ្ចឹងចំពោះការដាក់ទឹកសោសនេះយើងដំបូងឡើយយើងដាក់តែបន្តិចប៉ុណ្ណេះ
ព្រោះយើងកុំឲ្យថាពេលយើងដាក់ច្រើនពេកខ្លាចវាប្រៃបងប្អូនព្រោះមិនចាំបានប្រឡាក់គ្រឿងមួយមាន់ដែរអញ្ចឹងយើងដាក់2ស្ព្រា3ស្ព្រាអីសិនទៅសាក់តាមនឹងសិនណាចាឥឡូវបន្ទាប់ពីយើងដាក់ហើយយើងកូរវាឲ្យសព្វទៅយើងកូរវាឲ្យសព្វឲ្យហើយចាំយើងដាក់មាន់ចូលបងប្អូនចំពោះការធ្វើនោះវាអត់ជាពិបាកទេបងប្អូនស្រួលទេធ្វើមួយផ្លែតហើយឯងបងប្អូនហើយដល់ពេលដល់ខ្ញុំមាន់តិចទៀតចឹងទៅវាអត់សូវយូរហ្មងទេចឹងបន្ទាប់ពីយើងដាក់មាន់ដល់យើងកូរវាសព្វទៅបើអ្នកទាំងអស់គ្នាមានខ្ទះមួយទៀតអ្នកទាំងអស់គ្នាអាចលើកអលាស់វាបានសាច់មាន់ពីច្រើនគេអលាស់លើកអលាស់ត្រឡប់វាឆាត្រឡប់លើកអលាស់សាច់ហ្នឹងណាតែខ្ញុំមានខ្ទះហ្នឹងចឹងអលាស់ទៅវាអត់ទៅមុខទេចឹងបន្ទាប់ពីយើងអលាស់វាហើយយើងចាប់ដើមទុកឲ្យយូរតិចទៅយើងកូរវាឲ្យសព្វដើម្បីវាចូលជាតិណាបងប្អូនទុកឲ្យយូរទេហើយតមកទៀតយើងភ្លក់ទៅបើសិនជាវារៀងស្ទើរទេយើងថែមណាបងប្អូនយើងថែមទឹកសុសយើងមិញពីលើបន្តិចទៅតែបើសិនថាល្មមហើយយើងមិនបាច់ថែមទេចាអញ្ចឹងបន្ទាប់មកគឺយើងកូរវាឲ្យសព្វតិចទៅប៉ុណ្ណឹងបងប្អូនអត់មានអីទៀតទេយើងកូរសព្វចឹងហើយយើងរៀបចំដួសដាក់ចាននេះយើងចេញលទ្ធផលហើយតំណងឲ្យបងប្អូនប៉ុន្តែវាអត់សូវពិបាកឯងបងប្អូនវាស្រួលទេធ្វើលឿនមែនតើមកធ្វើអត់មានពិបាកទេតំណងអត់បងប្អូនមិនដែរអរគុណបងប្អូនអរគ្នាបាយ